សួស្តីបងប្អូនថ្នាក់ទី9ទាំងអស់គ្នាថ្ងៃនេះដែរអ្នកគ្រូលើកយកនៅវិញ្ញាសាត្រៀមប្រឡងឌីប្លូមឆ្នាំ2025មុខវិជ្ជារូបវិទ្យាយកមកបង្ហាញបងប្អូនទាំងអស់គ្នាដែលលំហាត់របស់យើងតង់ស្ទង់នៅរបងបឋមនៃ transform 1មានតម្លៃ 24V ចំនួនស្ពាននៅរបងបឋមគឺ150ស្ពាននិងចំនួនស្ពាននៅរបងមធ្យមមាន300ស្ពានករកផលធៀបបំលែងនៃ transform និងប្រាប់ពីប្រភេទ transform ខកណនីតង់ស្ទង់នៅរបងមធ្យមហើយនឹងកបើចរន្តចូលនៅរបងបឋមស្មើនឹង3អាំពែកណនីចរន្តនៅរបងមធ្យមអញ្ចឹងយើងមកស្រង់បំរាប់ដែលមាននៅក្នុងលំហាត់នេះទាំងអស់គ្នាអញ្ចឹងគេថា transform នៅរបងបឋមមានតម្លៃ 24V អញ្ចឹងយើងតង់ស្ទង់យើងតាំងដៃអក្សរ V នៅរបងបឋមយើងតាំងដៃ VP គឺស្មើជាមួយនឹង24V បន្ទាប់មកចំនួនស្ពាននៅរបងបឋមចំនួនស្ពានយើងតាំងដោយ NP ចំនួនស្ពាននៅរបងបឋមគឺស្មើនឹង150ស្ពាននិងចំនួនស្ពាននៅរបងមធ្យមមាន300ស្ពានចំនួនស្ពាននៅរបងមធ្យមយើងតាំងដោយ NS ស្មើនឹង300ស្ពាននៅក្នុងសំណួរកគេឲ្យរកផលធៀបបំលែងការនឹងប្រាប់ពីប្រភេទ transform អញ្ចឹងដើម្បីកណនីផលធៀបបំលែងការយើងប្រើតាមរូបមន្តការស្មើជាមួយនឹង NS នៅលើ NP ឬក៏យើងអាចយករូបមន្តការស្មើជាមួយនឹង VS នៅលើ VP ក៏បានដែរតែដោយសារតែបំរាប់យើងគេអត់មានប្រាប់ VS មកទេអញ្ចឹងយើងប្រើតាមរូបមន្តការស្មើ NS នៅលើ NP អញ្ចឹងយើងបានការស្មើនឹងដោយ NS យើងស្មើនឹង300 NP របស់យើងស្មើនឹង150យើងចំនួនចូលក្នុងតម្លៃវាមកដែល300ចែកនឹង150គឺស្មើជាមួយនឹង2ដោយការយើងស្មើ2យើងគេឲ្យប្រាប់ពីប្រភេទនៃ transform អញ្ចឹង transform របស់យើងគឺមានពីរប្រភេទមានជាប្រភេទ sub volter និង sub volter អញ្ចឹងនៅក្នុងករណីការស្មើ2វាធំជាង1អញ្ចឹងវាជា sub volter អញ្ចឹងដូចនេះការរបស់យើងគឺស្មើ2ធំជា1ជា sub volter ឥឡូវយើងចូលទៅដល់ខកណនីតង់ស្ទង់នៅរបងមធ្យមអញ្ចឹងដើម្បីកណនីតង់ស្ទង់នៅរបងមធ្យមអូនអាចរកតាមរូបមន្តVS នៅលើ VP គឺស្មើជាមួយនឹង NS នៅលើ NP បន្ទាប់មកយើងទាញរកតម្លៃរបស់ VS តង់ស្ទង់នៅរបងមធ្យម VS របស់យើងគឺស្មើនឹង VP គុណឲ្យ NS នៅលើ NP ចឹងគេបាន VS ស្មើជាមួយនឹងយើងចំនួនតម្លៃរបស់ទាំងអស់នឹងចូលមក VP របស់យើងគឺ 24V គុណជាមួយនឹង NS 300ស្ពានចែកជាមួយនឹង NP 150ស្ពានអញ្ចឹងយើងបាន VS គឺស្មើជាមួយនឹង 48V ចឹងដូចនេះតង់ស្ទង់នៅរបងមធ្យមរបស់យើង VS គឺស្មើជាមួយនឹង 48V ចូលមកដល់ចំណុចកយើងកណនីចរន្តនៅរបងមធ្យមយើងអាចកណនីបានតាមរូបមន្តVS នៅលើ VP ស្មើជាមួយនឹង EP នៅលើ EF បន្ទាប់មកយើងទាញរកចរន្តនៅរបងមធ្យមគឺ EF របស់យើងនាំឲ្យ EF របស់យើងគឺស្មើជាមួយនឹង VP គុណជាមួយនឹង EP ចែកជាមួយនឹង VS ចា៎គេបាន
EF របស់យើងគឺស្មើនឹងយើងចំនួនតម្លៃចូលមក VP របស់យើងគឺ 24V គុណជាមួយនឹង IP ចរន្តគេប្រាប់មកនៅរបងបឋមគឺស្មើជាមួយនឹង 3A ហើយនឹង VS របស់យើងគណនានៅក្នុងលំហាត់ខចំណុចខឃើញ 48V គឺស្មើជាមួយនឹង 1.5 អំពែដូចនេះ EF របស់យើងគឺស្មើជាមួយនឹង 1.5 អំពែជាចម្លើយអញ្ចឹងលំហាត់ដែលអ្នកគ្រូបានយកមកបកស្រាយនេះដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូននឹងយកលំហាត់នេះទៅអនុវត្តនៅផ្ទះបន្ថែមហើយក៏វាអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូននៅក្នុងការប្រឡងឌីប្លូមនាពេលខាងមុខអ្នកគ្រូក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នាប្រឡងឌីប្លូមនាពេលខាងមុខឲ្យទទួលបានជោគជ័យសូមអរគុណ